តម្លៃមាសនៅតែត្រូវបានជួញដូរនៅក្នុងកម្រិតទាបនៅក្នុងសប្តាហ៍ទី4សន្ទុះប្រាក់ដុល្លារត្រូវបានប្រែប្រួលតិចតួចនៅក្នុងកម្រិតខ្ពស់នៅកម្រិតប្រហែល101.3កាលពីថ្ងៃច័ន្ទបន្ទាប់ពីបានឈានដល់កម្រិតខ្ពស់ជាងមួយឆ្នាំកាលពីសប្តាហ៍មុនខណៈដែលវិនិយោគិនបានរងចាំរបាយការណ៍ការងារចុងក្រោយរបស់សហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍នេះប្រធានធនាគារកណ្ដាលលោក Kevin Howard បានមានទំនោរខាង hawkish ដែលយើងរំពឹងខាងប្រាក់ដុល្លារឡើងបានរំលឹកឡើងវិញនៅការបដិញ្ញាចិត្តរបស់ធនាគារ Fed នៅក្នុងការធ្វើយ៉ាងណាដើម្បីឲ្យអតិផរណាគឺស្ថិតនៅក្រោមការគ្រប់គ្រងដែលនេះបានធ្វើឲ្យទំនុកចិត្តរបស់អ្នកចូលរួមទីផ្សារទាំងអស់បន្ថយការរំពឹងទុកដែលថាធនាគារកណ្ដាលនឹងដំឡើងអត្រាការប្រាក់តែបើទោះបីជាបែបនេះក៏ដោយឥឡូវនេះទីផ្សារកំពុងតែមានទំនុកចិត្តនៅក្នុងការព្យាករណ៍ថាអាចនឹងដំឡើងអត្រាការប្រាក់របស់ Fed ចំនួន3ដងនៅឆ្នាំនេះជាមួយនឹង probability នៃការកើនឡើងដំបូងនៅក្នុងខែកញ្ញានេះឈរនៅលើកម្រិត 60% ចំណែកឯតម្លៃប្រេងបានហក់ឡើងបន្តិចមកវិញបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ង់ជុំវិញច្រកសមុទ្រអូម៉ូសបើទោះបីជាភាគីទាំងពីរបានយល់ព្រមនឹងឈប់ការវាយប្រហារបន្ថែមទៀតមុនកិច្ចចរចាសន្តិភាពដែលគ្រោងនឹងបន្តនៅសប្តាហ៍នេះនៅទីក្រុងដូហាប្រទេសកាតាក៏ដោយទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកល្អប្រសើរបូករួមនឹងតម្លៃប្រេងបានធ្លាក់ចុះក្រោមកម្រិត$70នៅក្នុង1បារ៉ែលហើយចំណែកឯការអន្តរាគមន៍លើរូបិយប័ណ្ណយេនមិនទាន់មានដំណើរការនៅឡើយដែលនេះបានធ្វើឲ្យតម្លៃមាសមានការធ្លាក់ចុះដល់ក្រោមកម្រិត$3,960នៅក្នុង1អោនកាលពីសប្តាហ៍មុនហើយនៅថ្ងៃនេះក៏កំពុងតែ consolidate នៅក្រោមកម្រិត$4,060គួររំលឹកផងដែលថាតម្លៃមាសដែលខ្ពស់បំផុតប្រចាំសប្តាហ៍មុននោះគឺដល់កម្រិតត្រឹមតែ$4,210ក្នុង1អោននិងតម្លៃទាបបំផុតប្រចាំសប្តាហ៍មុននោះគឺក្រោមកម្រិត$3,960យោងតាមការវិភាគនៃ Fibonacci correction យើងឃើញថាតម្លៃមាសឥឡូវនេះគឺបានព្យាយាមកំពុងតែ consolidate នៅក្រោមកម្រិត1/3ដែលស្មើនឹងតម្លៃ$4,060នៅក្នុង1អោនតម្លៃ1/2នៅក្រោមកម្រិត41.70ហើយនៅតម្លៃ2/3គឺនៅក្រោមកម្រិត42.30ហើយយើងឃើញថាបើទោះបីជាការធ្វើ correction នេះមកដល់ក្រោមកម្រិត1/3ក៏ដោយប៉ុន្តែសម្រាប់នៅក្នុងថ្ងៃនេះយើងឃើញថាតម្លៃមាសហាក់បីដូចជាមានការពិបាកបន្តិចនៅក្នុងការឡើងឲ្យដល់កម្រិត41.70ហើយចំណែកឯ technical យើងឃើញថា RSI នៅក្នុង view ជាលក្ខណៈ day យើងឃើញថាស្ថិតនៅតែក្រោមកម្រិត40ដដែលតម្លៃមាសដែលអាចធ្វើ correction ទៅផ្នែកខាងលើនៅកម្រិតទី1នៅ4100និងកម្រិតទី2នៅ41.70និងកម្រិតទី3គឺនៅ42.30ឬក៏42.37ហើយប្រសិនបើជាតម្លៃ42.37នេះបែកបន្តទៀតនៃ2/3នេះយើងនឹងរំពឹងនៅកម្រិតដែលខ្ពស់បំផុតប្រចាំសប្តាហ៍មុនគឺនៅលើកម្រិត42.10ឯចំណែកផ្នែកខាងក្រោមវិញគឺយើងរំពឹងថាតម្លៃគឺអាចនឹងបន្តចុះមកដល់ត្រឹមកម្រិត48ដែលជាកម្រិតទី1និងកម្រិតទី2នៅកម្រិត40និងកម្រិតចុងក្រោយដែលជាកម្រិតទាបកាលពីសប្តាហ៍មុននៅក្រោមកម្រិត39.60សម្រាប់ថ្ងៃនេះនិងសប្តាហ៍នេះ market គឺ bearish in control